ធ្វើផ្ទុយនៅអារម្មណ៍របស់យើងចាបើអារម្មណ៍នឹងអត់ឲ្យយើងខ្លាចឲ្យយើងភ័យអត់ហ៊ានយើងធ្វើផ្ទុយពីជំរាបសួរស្វាគមន៍មកកាន់វីដេអូថ្មីរបស់យើងជាថ្មីនៅក្នុងសប្តាហ៍មួយនេះនៅថ្ងៃនេះយើងនឹងនាំលោកអ្នកបងប្អូនទៅក្នុងប្រធានបទមួយដែលនិយាយអំពីការសម្រួលអារម្មណ៍ខ្ញុំដឹងថានៅបច្ចុប្បន្នកាលមនុស្សជាច្រើនបានកំពុងតែជាប់គាំងនៅក្នុងស្ថានភាពដែលមាននៅការថប់បារម្ភមាននៅការ stress មាននៅភាពតានតឹងនៅក្នុងអារម្មណ៍ជាច្រើនដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំចង់នាំលោកអ្នកបងប្អូនទៅជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងដែលបងស្រីនឹងនាំលោកអ្នកបងប្អូនហើយនឹងខ្ញុំអាចឲ្យជួយខ្លួនឯងនៅក្នុងពេលដែលលោកអ្នកបងប្អូនមាននៅស្ថានភាពនៃការថប់បារម្ភឬក៏ភាពតានតឹងនៅក្នុងអារម្មណ៍យើងតើការសម្រួលអារម្មណ៍នោះគឺជាអ្វីហើយមានតិចនិចតាក់តិចរបៀបណាដើម្បីឲ្យជួយទៅដល់លោកអ្នកបងប្អូននៅក្នុងស្ថានភាពដែលយើងត្រូវការនៅក្នុងការសម្រួលអារម្មណ៍អរគុណច្រើនយើងនឹងជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងនៅក្នុងថ្ងៃនេះជំរាបសួរបងចាជំរាបសួរសុខសប្បាយជាទេបងសុខសប្បាយពេជ្រសុខសប្បាយចាខ្ញុំសុខសប្បាយអញ្ចឹងយើងមានវត្តមានរបស់បងស្រីជាច្រើនដងជាមួយយើងហើយបងតែងតែនាំនៅគំនិតក៏ដូចជាមេរៀនដ៏សំខាន់បទពិសោធន៍ជាពិសេសតកតងជាមួយនឹងបញ្ហាផ្លូវចិត្តចាជាដំណោះស្រាយមិននាំបញ្ហាទេគឺដំណោះស្រាយខាងផ្នែកផ្លូវអារម្មណ៍គំនិតរបស់យើងខ្ញុំជឿថាមនុស្សសពថ្ងៃកំពុងតែមាននៅស្ថានភាពតានតឹងផ្លូវអារម្មណ៍ជាច្រើនដូច្នេះយើងជឿថាវីដេអូមួយនេះនឹងជួយទៅដល់លោកអ្នកបងប្អូនទាំងអស់គ្នាអរគុណនៅក្នុងថ្ងៃនេះយើងនឹងនិយាយអំពីស្ថានភាពមួយគឺការសម្រួលអារម្មណ៍ចាដែលតើការសម្រួលអារម្មណ៍នោះជាអ្វីទៅចាហ្នឹងហើយអរគុណច្រើនអូនអញ្ចឹងបើយើងមើលពីពាក្យថាសម្រួលមានន័យយើងធ្វើវាឲ្យវាស្រួលឲ្យវាប្រសើរឡើងមែនទេអញ្ចឹងសម្រួលអារម្មណ៍មានន័យថាបើសិនជាអារម្មណ៍យើងឡើងមានន័យថាយើងមាននៅវិធីសាស្ត្រដើម្បីជួយវាឲ្យវាចុះមកធម្មតាវិញបើសិនជាអារម្មណ៍យើងចុះខ្លាំងអញ្ចឹងយើងរៀនពីរបៀបក្នុងការដែលយើងទាញអារម្មណ៍យើងឡើងមកត្រឡប់ធម្មតាវិញអញ្ចឹងវាជាសមត្ថភាពរបស់បុគ្គលយើងម្នាក់ៗក្នុងការដែលយើងសម្រួលក្នុងការដែលយើងផ្លាស់ប្ដូរនៅអារម្មណ៍របស់យើងហើយសមត្ថភាពនោះវាទាមទារឲ្យមាននៅជំនាញនៅជំនាញមួយចំនួនដើម្បីយើងអាចរៀនចេះយកទៅអនុវត្តចាអរគុណដូច្នេះនេះគឺជាការសម្រួលអារម្មណ៍ដូចជាបងថានៅពេលដែលយើងអារម្មណ៍យើងតានតឹងខ្លាំងអារម្មណ៍ឡើងអារម្មណ៍ខឹងនៃឬក៏មានភាពមិនសនុកសុខស្រួលណាមួយវានឹងជួយនៅក្នុងការឲ្យយើងត្រឡប់មកកាន់ស្ថានភាពដើមអញ្ចឹងតើការសម្រួលអារម្មណ៍វាបានផ្ដល់នៅអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយក៏ដូចជាដល់អារម្មណ៍របស់យើងចានៅពេលដែលយើងចាប់ផ្ដើមស្គាល់ពីអារម្មណ៍របស់យើងស្គាល់ពីខ្លួនឯងយើងយល់ពីខ្លួនឯងកាន់តែច្រើនជាងមុនដែរពីព្រោះអីអារម្មណ៍គឺជាផ្នែកមួយនៃយើងអញ្ចឹងពេលយើងស្គាល់យើងយល់ពីវាដូចយើងយល់ពីខ្លួនឯងដែរពេលយើងយល់ពីខ្លួនឯងក៏ជួយឲ្យយើងអាចយល់ពីអ្នកដទៃដែរនៅពេលដែលយើងចាប់ផ្ដើមចេះសម្រួលអារម្មណ៍របស់យើងវាជួយឲ្យយើងបង្កើននូវសមត្ថភាពដែលយើងអាចគេថាពេលដែលយើងជួបនឹងការលំបាកឬក៏ទុកព្រួយល្មមយើងដឹងនឹងយើងចេះដោះស្រាយជាមួយនឹងអារម្មណ៍ទាំងអស់ហ្នឹងវាបង្កើននៅការសមត្ថភាពជួយឲ្យយើងអាចផ្ដោតមកការរលឹកដឹងពីខ្លួនឯងហើយផ្ដោតនៅបច្ចុប្បន្នដូចយើងដឹងថាឥឡូវយើងកំពុងនៅណាធ្វើអីចឹងណាហើយយើងក៏អាចមាននៅបង្កើននៅសមត្ថភាពក្នុងការដែលយើងការពារកុំឲ្យមាននៅគេហៅផលជាអវិជ្ជមានណាមួយកើតឡើងព្រោះធម្មតាយើងឃើញហើយថាពេលខ្លះយើងទប់អារម្មណ៍ខ្លួនឯងអត់បានវាជ្រុលវាធ្វើឲ្យមានបញ្ហាកើតឡើងអញ្ចឹងណាប៉ុន្តែពេលយើងចេះសម្រួលយើងជួយទប់អាហ្នឹងដែរកាត់បន្ថយហានិភ័យដែរហើយយើងចេះទំនាក់ទំនងល្អជាមួយគ្នាដែរព្រោះអីនៅពេលដែលយើងយល់ពីខ្លួនឯងយើងចាប់ដើមយល់ពីគ្នាធ្វើឲ្យទំនាក់ទំនងយើងល្អប្រសើរបើនិយាយពីនៅក្នុងការងារមានន័យថាជួយឲ្យយើងអាចបំពេញនៅកិច្ចការងាររបស់យើងមានប្រសិទ្ធភាពដែរព្រោះអីយើងធម្មតាយើងធ្វើការវាតែងតែមានពេលវេលាខ្លះយើងតានតឹងដែរត្រូវអត់គ្រាន់ថានៅពេលដែលយើងចេះសម្រួលអារម្មណ៍របស់យើងត្រឡប់មកវិញយើងអាចបំពេញនៅកិច្ចការងាររបស់យើងអាចផ្ដោតនៅអ្វីដែលយើងធ្វើបានល្អប្រសើរទៀតអញ្ចឹងជំនាញសម្រួលអារម្មណ៍វាជួយយើងច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងខ្លួនយើងទាំងក្រុមគ្រួសារតំណែងក៏ដូចជាកិច្ចការងាររបស់យើងដែរ
ចាខ្ញុំនៅពេលដែលបងស្រីបានលើកឡើងខ្ញុំចាំពាក្យមួយលោតមកក្នុងកំណត់គេពាក្យចាស់ៗគាត់និយាយថាខឹងខុសខឹងខាតអញ្ចឹងវាមានខ្ញុំចាប់អារម្មណ៍ថាវាកាត់បន្ថយនៅគ្រោះថ្នាក់ឬក៏ហានិភ័យនៅពេលដែលយើងអារម្មណ៍របស់យើងឆេវឆាវមួយពេលឬក៏មានកំហឹងមួយពេលយើងអាចធ្វើឬក៏សម្រេចចិត្តនៅកិច្ចការណាមួយឬក៏ធ្វើនៅកិច្ចការណាមួយដែលវានឹងផ្ដល់នៅការសោកស្ដាយអញ្ចឹងការសម្រួលអារម្មណ៍នេះពិតជាសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងព្រោះក្នុងជីវិតប្រចាំថ្ងៃអាចប៉ះពាល់អារម្មណ៍ខឹងអារម្មណ៍សោកសង្រេងអារម្មណ៍អន់ចិត្តអីផ្សេងៗមានច្រើននៅក្នុងជីវិតរបស់យើងនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើងអញ្ចឹងយើងចង់ដឹងថាតើមានរបៀបសម្រួលអារម្មណ៍អ្វីខ្លះដែរដែលនឹងអាចជួយយើងនៅក្នុងពេលដែលស្ថានភាពដែលយើងតានតឹងឬក៏មានការអន់ចិត្តឬក៏ខឹងកើតឡើងចាហ្នឹងហើយអរគុណច្រើនមាននៅរបៀបមួយចំនួនណារបៀបទី1គឺសំខាន់គឺយើងឈប់បន្តិចឈប់ខ្លួនឯងសិនបងអង្គសិនហើយយើងអាចដកដង្ហើមវែងហើយយើងចាប់ផ្ដើមសួរខ្លួនឯងថាខ្ញុំកំពុងមានអារម្មណ៍អីឥឡូវហ្នឹងពេលខ្លះយើងអត់បានចាប់អារម្មណ៍ទេអញ្ចឹងយើងចិត្តទៅចាប៉ុន្តែគ្រាន់តែយើងបងអង្គឈប់បន្តិចហើយសួរខ្លួនឯងថាតើខ្ញុំកំពុងតែមានអារម្មណ៍អីឥឡូវហ្នឹងហើយយើងហៅឈ្មោះនៃអារម្មណ៍ហ្នឹងឧទាហរណ៍ខ្ញុំកំពុងតែមានអារម្មណ៍សោកសៅខ្ញុំកំពុងតែមានអារម្មណ៍ខឹងខ្ញុំកំពុងតែមានអារម្មណ៍អន់ចិត្តនឹងបន្ទាប់មកយើងអាចគិតថាកម្រិតនៃអារម្មណ៍ហ្នឹងប៉ុណ្ណាបើ1ដល់10តើនៅលេខប៉ុន្មាន1មានន័យតិច10មានន័យថាខ្លាំងអញ្ចឹងបើសិនជាដំបូងយើងថាយើងមានអារម្មណ៍ថាខឹងតែយើងសួរខ្លួនឯងតើខ្ញុំខឹងលេខប៉ុន្មាន1ដល់10ខ្ញុំខឹងកម្រិតណាខ្ញុំខឹងតិចឬក៏ខ្ញុំខឹងខ្លាំងពួកការដែលយើងចេះដាក់នៅកម្រិតហ្នឹងវាជួយឲ្យយើងដឹងពីខ្លួនឯងដែរពួកពេលខ្លះយើងអត់បានដឹងថាតាមពិតខ្ញុំខឹងឡើងចង់ចេញផ្សែងតាមបញ្ជាចាមិនតែពេលយើងគ្រាន់ថាខ្ញុំខឹងលេខប៉ុន្មានខ្ញុំខឹងលេខ6លេខ7ចាអញ្ចឹងបន្ទាប់មកយើងអាចសង្កេតមើលថាតើកំហឹងហ្នឹងនៅកន្លែងណាឬក៏អារម្មណ៍ហ្នឹងនៅកន្លែងណានៃរាងកាយរបស់យើងអញ្ចឹងយើងឃើញអ្នកខ្លះពេលដែលគាត់ឧទាហរណ៍យើងលើកពីកំហឹងអ្នកខ្លះដែលគាត់ខឹងរហូតដល់គាត់ញ័រដៃក៏មានដែរញ័រដៃញ័រមាត់ចង់និយាយថាពេលខ្លះនិយាយអត់ត្រូវញ័របេះដូងលោតញ័រដោយសារខឹងខ្លាំងពេកខ្លះទៀតដូចគាត់មានអារម្មណ៍ថាវានៅផ្នែកណាមួយនៃរាងកាយបើគាត់សោកសៅគាត់មានអារម្មណ៍ថាដូចវាធ្ងន់នៅកន្លែងបេះដូងរបស់គាត់នៅទ្រូងរបស់គាត់មានអារម្មណ៍ថាវាថប់តឹងណែនអញ្ចឹងនៅពេលដែលយើងស្គាល់ឈ្មោះនៅពេលដែលយើងដឹងពីកម្រិតនៅពេលដែលយើងដឹងថាវានៅកន្លែងណានៃរាងកាយរបស់យើងវាជួយយើងឲ្យរលឹកដឹងដែរថាខ្ញុំកំពុងតែញ័រដៃធម្មពលនៅដៃខ្ញុំខ្លាំងដោយសារខ្ញុំខឹងខ្លាំងអញ្ចឹងណាហើយយើងអាចពិពណ៌នាពីអារម្មណ៍របស់យើងអាចសួរថាបារម្ភហ្នឹងវាមានមាត់និយាយវាចង់និយាយអីណាអញ្ចឹងយើងអាចដូចចាសួរពីអារម្មណ៍ទាំងអស់ហ្នឹងហើយបើអារម្មណ៍ហ្នឹងវាមានរូបរាងរូបរាងអីគេបើវាជាសត្វអីជាសត្វខ្លាជាសត្វតោជាសត្វឆ្មាឬក៏ជាសត្វអីគេបើវាជាសត្វបានអញ្ចឹងយើងចាប់ផ្ដើមដែលស្វែងយល់ពីអារម្មណ៍របស់យើងច្រើនជាងមុនយើងមិនគ្រាន់តែថាខ្ញុំមានអារម្មណ៍ខឹងខ្ញុំមានអារម្មណ៍ថាអន់ចិត្តតែប៉ុណ្្នឹងឯងប៉ុន្តែពេលយើងព្យាយាមយល់ពីអារម្មណ៍របស់យើងព្យាយាមវាស់វែងព្យាយាមពិពណ៌នាវាជួយឲ្យយើងបានឃើញនឹងយល់ពីអារម្មណ៍យើងកាន់តែច្បាស់ព្រោះអីដូចយើងបានជជែកខ្លះកាលពីជំនួបមុនដែរថាអារម្មណ៍របស់យើងវាជាផ្នែកមួយនៃរាងកាយរបស់យើងវាជាសញ្ញាមួយសញ្ញាបង្ហាញឬក៏សញ្ញាប្រកាសអាសន្នណាមួយសញ្ញាប្រាប់យើងថាកំពុងតែមានអីមកគេហៅថាយើងកំពុងតែប្រឈមជាមួយបញ្ហាអីមួយហើយការភ័យខ្លាចឬក៏អីមួយមកប៉ះជាមួយនឹងគុណតម្លៃរបស់យើងហើយអញ្ចឹងអារម្មណ៍វាគឺជាដូចកដឹងដែលរំលឹកប្រាប់យើងថាមានអីមួយមកហើយអញ្ចឹងពេលយើងយល់យើងស្គាល់យើងចេះពណ៌នាយើងចេះមើលទាំងអស់ហ្នឹងវាជួយឲ្យយើងបានមើលឃើញនិងយល់ពីអារម្មណ៍យើងកាន់តែច្រើនមុននឹងយើងស្រួលតោះតែយើងយល់សិនបើយើងអត់ទាន់យល់ថានឹងអីគេមកពីណាមិនអិនយើងមានអារម្មណ៍អីយើងអត់ដឹងថាត្រូវសម្រួលវាបែបម៉េចទេចាអញ្ចឹងការដែលយើងស្គាល់ហើយចេះពិពណ៌នាហើយយើងអាចគិតថាមានអីបានខ្ញុំមានអារម្មណ៍ហ្នឹងមកពីណាវាមិនដែរយើងសុកខឹងឯងត្រូវអត់ប្រកាសជាមានអីមួយមកភ្ញូចរំលឹកយើងអំពីអីមួយឯងបានយើងខឹងមានអីដែលអ្នកហ្នឹងនិយាយមកប៉ះយើងឯងបានយើងខឹងអញ្ចឹងការដែលយើងស្វែងយល់ពីវាទាំងអស់ពីអារម្មណ៍ទាំងអស់ហ្នឹងវាជួយឲ្យយើងអាចយល់អំពីយើងកាន់តែល្អប្រសើរចាអរគុណច្រើនដូច្នេះនេះគឺជារបៀបក្នុងការដែលសម្រួលអារម្មណ៍ខ្ញុំចាប់អារម្មណ៍ពាក្យមួយនៅពេលដំបូងដែលបងឆ្លើយថាឈប់សិន
នៅពេលដែលមានអារម្មណ៍អីមួយមកកាន់ជីវិតយើងមិនថាអារម្មណ៍សោកសៅការខកចិត្តឬក៏ជាពិសេសគឺអារម្មណ៍នៃការដែលមានកំហឹងនៅក្នុងជីវិតនៅក្នុងចិត្តរបស់យើងណានៅពេលដែលគ្រាន់តែយើងឈប់មកផ្លែតប្រហែលជា2-3 វិនាទីហ្នឹងណាបើសិនជាលេខ1និងលេខ10លេខ1តិចបំផុតលេខ10ខ្លាំងបំផុតគ្រាន់តែឈប់មកផ្លែតហ្នឹងបើអាពេលខឹងហ្នឹងប្រហែលលេខ10តែឈប់មកផ្លែតប្រហែលចោះធំ6វិញអញ្ចឹងទាំងការឆ្លើយតបទាំងសកម្មភាពដែលយើងនឹងឆ្លើយតបឬក៏ពាក្យសម្ដីវាអាចស្រាលជាងយើងអត់បានឈប់សិននៅពេលដែលយើងមានអារម្មណ៍ណាមួយនៅក្នុងពេលវេលាដែលយើងកំពុងតែជួបប្រទះអញ្ចឹងតើមាននៅផ្នែកអ្វីទៀតដែលបងគិតថាវានឹងអាចជួយទៅដល់ការដែលឲ្យយើងចាប់ដើមចេះបង្កើតអារម្មណ៍ឬក៏ចេះគ្រប់គ្រងឬក៏ចេះបន្ធូរអារម្មណ៍ហ្នឹងតាមមានចំណែកតាមមានកិច្ចការទៀតដែលបងនឹងមានបន្ថែមនៅក្នុងជំនួបមួយនេះចាសូមជឿចាមានទៀតអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមស្គាល់យល់ចេះពីពណ៌នាពីអារម្មណ៍របស់យើងហើយចាយើងអាចម្លងពេលហ្នឹងយើងក៏អាចគេហៅបន្ធូរដោយសុវត្ថិភាពដែរអញ្ចឹងបន្ធូរដូចជាយើងគ្រាន់តែដកដង្ហើមវែងចាយើងដកដង្ហើមវែងធ្វើឲ្យរាងកាយរបស់យើងបានធូរបើសិនជាយើងកំពុងតែខឹងឬតានតឹងធុញថប់យើងទៅញ៉ាំទឹកត្រជាក់ចាវាជួយឲ្យយើងមានអារម្មណ៍ថាព្រោះអីពេលយើងញ៉ាំទឹកហ្នឹងទៅទឹកចូលក្នុងខ្លួនយើងដូចដឹងថាមានអីត្រជាក់នៅហ្នឹងទៀតយើងអាចទៅលុបមុខចាលាងដៃឬលុបមុខពិសេសនៅពេលដែលយើងមានអារម្មណ៍ថាមានកំហឹងណាព្រោះកាលណាកំហឹងកម្ដៅឬក៏អាធម្មពលនៅក្នុងខ្លួនយើងនឹងមានច្រើនអញ្ចឹងពេលយើងទៅលុបមុខយើងទៅងូតទឹកតែអាហ្នឹងជួយឬក៏យើងដើរចេញនៅក្នុងស្ថានភាពហ្នឹងយើងដឹងតែអត់ស្រួលយើងដកដង្ហើមហើយយើងងាកចេញដើរចេញពីកន្លែងហ្នឹងដកឃ្លាដកដង្ហើមទៅមើលធម្មជាតិឬក៏ដើរចេញពីបន្ទប់ហ្នឹងបន្តិចសិនចាអាទាំងអស់ហ្នឹងគឺជួយឲ្យគេហៅថាធូរចាឲ្យអារម្មណ៍យើងបានធូរស្រាលជាងណាចាហើយបន្ទាប់ពីហ្នឹងគឺមានសកម្មភាពមួយទៀតដែលយើងហៅថាធ្វើសកម្មភាពផ្ទុយអញ្ចឹងសកម្មភាពផ្ទុយមានន័យថាបើសិនជាយើងមានអារម្មណ៍ភ័យចាធម្មតាតែភ័យយើងអត់ហ៊ានទេត្រូវអត់យើងអត់ចង់ប្រឈមមុខជាមួយអ្វីដែលយើងភ័យខ្លាចនឹងទេអញ្ចឹងយើងធ្វើផ្ទុយពីហ្នឹងបើយើងខ្លាចឲ្យយើងហ៊ានចេះទៅចូលទៅប្រឈមមុខជាមួយស្ថានភាពហ្នឹងប៉ុន្តែទៅដោយមានសុវត្ថិភាពទៅដែលបានត្រៀមខ្លួនដែរមិនមែនមានន័យថាអញ្ចឹងឬថាអញ្ចឹងលែងថាខ្លាចពស់ឲ្យខ្ញុំចូលទៅចាប់ពស់មិនមែនអញ្ចឹងទេប៉ុន្តែចង់មានន័យថាឲ្យយើងធ្វើផ្ទុយនៅអារម្មណ៍របស់យើងចាបើអារម្មណ៍នឹងអត់ឲ្យយើងខ្លាចឲ្យយើងភ័យអត់ហ៊ានយើងធ្វើផ្ទុយពីហ្នឹងប៉ុន្តែធ្វើដោយសុវត្ថិភាពធ្វើដោយមានការត្រៀមខ្លួនជាស្រេចក្នុងការដែលយើងទៅប្រឈមជាមួយស្ថានភាពហ្នឹងបើសិនយើងមានអារម្មណ៍មួយកិច្ចវេះពីរដ្ឋភាពមានន័យថាយើងអត់ហ៊ានប្រឈមមុខជាមួយនឹងស្ថានភាពហ្នឹងឯងធម្មតាតែយើងមានអញ្ចឹងយើងចង់កិច្ចចេញឲ្យត្រូវអត់ចាំអំពីដែលយើងធ្លាប់ជជែកគ្នាតាក់ទងមានការឆ្លើយតប3 fight flight freeze ហ្នឹងចាអញ្ចឹងនៅពេលដែលយើងធ្វើផ្ទុយពីហ្នឹងចាអញ្ចឹងនៅពេលដែលយើងមានអារម្មណ៍ថាយើងកិច្ចវេះយើងអត់ចង់ហ៊ានប្រឈមមុខទេឲ្យយើងដកឃ្លាសម្រួលខ្លួនឯងហើយយើងត្រឡប់មកប្រឈមមុខជាមួយនឹងស្ថានភាពហ្នឹងវិញទទួលយកថាគេយើងបានធ្វើខុសទទួលយកបញ្ហាទទួលយកនៅលទ្ធផលហ្នឹងបន្ទាប់មកយើងរៀនសូត្រពីហ្នឹងថែមទៀតចាអញ្ចឹងនៅពេលដែលយើងមានអារម្មណ៍ប្រាប់យើងថាឲ្យយើងធ្វើនេះប៉ុន្តែយើងទៅធ្វើផ្ទុយពីហ្នឹងវិញអញ្ចឹងណានៅពេលដែលយើងមានអារម្មណ៍ថាសោកសៅពិសេសនៅពេលដែលយើងមានសញ្ញាធ្លាក់ទឹកចិត្តព្រោះសញ្ញាធ្លាក់ទឹកចិត្តគឺធំមួយនោះគឺយើងក្រៀមក្រំសោកសៅដកឃ្លាអត់ចង់ជួបណាគេចង់នៅម្នាក់ឯងត្រូវអត់លែងចង់ធ្វើអីទាំងអស់សុំអីទាំងងូតទឹកក៏អត់ចង់ដែរសុំអីទៅលុបមុខដោះថ្មិញហ្នឹងក៏អត់ចង់ដែរវាមានអារម្មណ៍ថាវាអត់មានកម្លាំងនៅធ្វើទាំងអស់ហ្នឹងចាអត់មានកម្លាំងក្នុងការដែលងើបពីក្រែក្រោកពីក្រែអត់មានកម្លាំងត្រូវអញ្ចឹងយើងធ្វើផ្ទុយពីហ្នឹងវិញមានន័យថាយើងចាប់ផ្ដើមងើបទៅងូតទឹកងើបទៅលុបមុខងើបដោះថ្មិញចាងើបរៀបចំខ្លួនយើងចាប់ផ្ដើមចេញទៅក្រៅដើរទៅខាងក្រៅយើងធ្វើផ្ទុយពីអារម្មណ៍ដែលប្រាប់យើងអាហ្នឹងវាជួយឲ្យយើងអាចគេហៅថាសម្រួលនៅអារម្មណ៍របស់យើងឡើងវិញវាជួយឲ្យអារម្មណ៍ដែលយើងធ្លាក់ចុះហ្នឹងដូចយើងលើកវាឡើងមកវិញតាមរយៈដែលយើងទៅធ្វើសកម្មភាពហ្នឹងអញ្ចឹងណាអញ្ចឹងអាធ្វើសកម្មភាពផ្ទុយគឺជួយឲ្យអារម្មណ៍របស់យើងអាចល្អប្រសើរជួយឲ្យអារម្មណ៍យើងបានត្រឡប់មកធម្មតាវិញអញ្ចឹងនេះគឺជាចំណុចទី2ចាមែនហើយពេលខ្លះយើងមានអារម្មណ៍ថាពេលខ្លះជាពិសេសគឺអារម្មណ៍នៃការធ្លាក់ទឹកចិត្តដែលជាយាមលាក់ខ្លួនឯងទុកខ្លួនឯងអត់ចង់ជួបអត់ចង់ធ្វើអីមួយចាប៉ុន្តែខ្ញុំជឿថាអ្នកដែលលើកទឹកចិត្តអ្នកដែលជួយយើងខ្លាំងបំផុតគឺជាខ្លួនឯងហ្នឹងឯង
គឺធ្វើផ្ទុយពីអារម្មណ៍ដែលយើងអត់ចង់ជួបមនុស្សយើងអត់ចង់ចេញក្រៅយើងអត់ចង់លុបមុខយើងអត់ចង់មុជទឹកយើងខ្ជិលយើងចាប់ដើមប្រមូលកម្លាំងគិតនៅថាមកគំនិតនៅវិជ្ជមានហើយប្រមូលអារម្មណ៍ទាំងអស់ហ្នឹងត្រឡប់ទៅធ្វើកិច្ចការហ្នឹងហើយខ្ញុំជឿថានៅពេលដែលឧទាហរណ៍យើងអត់ចង់ងើបពីក្រែរបស់យើងទេយើងអារម្មណ៍តូចចិត្តសោកសៅនៅពេលដែលយើងគ្រាន់តែលុបមុខមុជទឹករៀបចំខ្លួនអារម្មណ៍នឹងវារៀងស្រស់ស្រាយត្រឡប់មកវិញចាអញ្ចឹងតើមានចំណុចអ្វីបន្តទៀតនៅពេលដែលយើងអាចជួយទៅដល់អារម្មណ៍យើងណាមួយផ្សេងទៀតចាបងសុំថែមបន្តិចកន្លែងទៅពេលយើងធ្វើសកម្មភាពនិងសកម្មភាពទៀតដូចការដែលយើងចេញទៅក្រៅហាត់ប្រាណអីហ្នឹងនៅពេលដែលយើងធ្វើចលនានៅពេលដែលយើងហាត់ប្រាណរាងកាយរបស់យើងផលិតនូវអរម៉ូនមួយយ៉ាងឈ្មោះថាដូហ្វាមីនដូហ្វាមីនជាអរម៉ូនរីករាយអញ្ចឹងនៅពេលដែលយើងសោកសៅយើងអត់សូវធ្វើសកម្មភាពអរម៉ូននឹងអត់សូវផលិតទេប៉ុន្តែពេលយើងចេញទៅធ្វើសកម្មភាពនេះសកម្មភាពនោះបង្កើតឲ្យមាននៅអារម្មណ៍រីករាយកើតឡើងអរម៉ូនរបស់យើងអូតូម៉ាទិកលីវានឹងផលិតចេញហើយអញ្ចឹងពេលយើងទៅហាត់ប្រាណយើងទៅក្រៅយើងទៅហាត់ប្រាណធ្វើសកម្មភាពផ្សេងយើងមាននៅអរម៉ូនរីករាយនឹងច្រើនជាងមុនអញ្ចឹងទៅវាធ្វើឲ្យយើងមានអារម្មណ៍ល្អប្រសើរច្រើនជាងមុនដែរចាអញ្ចឹងការដែលយើងទៅធ្វើសកម្មភាពការដែលយើងហាត់ប្រាណការដែលយើងហ្នឹងហើយធ្វើសកម្មភាពផ្សេងដែលយើងចូលចិត្តរីករាយហ្នឹងវាសកម្មភាពហ្នឹងគឺវាជួយឲ្យរាងកាយយើងផលិតនូវអរម៉ូនរីករាយចាអញ្ចឹងបន្ថែមពីនោះទៀតគឺតាក់ទងទៅនឹងការបង្កើននៅសកម្មភាពឬក៏កម្មវិធីឬព្រឹត្តិការណ៍ណាដែលវិជ្ជមានដែលរីករាយពួកអីធម្មតាយើងមានទាំងអារម្មណ៍រីករាយនិងអត់រីករាយត្រូវអត់ពេលវេលាយើងសប្បាយនិងអត់សប្បាយប៉ុន្តែបើសិនជាយើងនឹងបើសិនជាយើងបង្កើតនៅគេហៅថាអបិយាកាសរីករាយកាន់តែច្រើនណាអញ្ចឹងវាជួយដែរនៅពេលដែលយើងមានអារម្មណ៍ថាសោកសៅឬក៏នៅពេលដែលយើងមាននៅពេលវេលាណាមួយដែលយើងអត់សូវសប្បាយចិត្តវាមានកាត់ឡើងក្នុងជីវិតយើងប៉ុន្តែយើងមានពេលអារីករាយច្រើនវាជួយយើងឲ្យយើងចងចាំថាអូខ្ញុំមានពេលរីករាយខ្ញុំមានពេលសប្បាយតាអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនបង្កើតនៅកម្មវិធីបង្កើតនៅឱកាសចារីករាយឲ្យបានច្រើនអញ្ចឹងឧទាហរណ៍ជាកម្មវិធីអីគេដូចជាកម្មវិធីខួបកំណើតកម្មវិធីបើសិនយើងមានគ្រួសាររៀបការអាពាហ៍ពិពាហ៍កម្មវិធីខួបអាពាហ៍ពិពាហ៍ចាកម្មវិធីនេះកម្មវិធីនោះចាជួយអាកម្មវិធីទាំងអស់ហ្នឹងជួយឲ្យយើងកាន់តែមាននៅអារម្មណ៍រីករាយហើយយើងចាំនៅអាព្រឹត្តិការណ៍ហ្នឹងច្រើនជាងអាព្រឹត្តិការណ៍ដែលយើងអត់សូវរីករាយព្រោះអីចាវាជួយយើងជួយឲ្យយើងបង្កើននៅភាពរីករាយរបស់យើងការចងចាំពេលយើងមានការចងចាំល្អកាន់តែច្រើនណាគឺវាជួយយើងកាន់តែច្រើនដែរអញ្ចឹងអានទិញហ្នឹងយើង celebrate យើងធ្វើយើងរំលឹកអាហ្នឹងជួយយើងច្រើនចាល្អមែនតើចាអញ្ចឹងសម្រាប់បទពិសោធន៍ខ្ញុំគិតអំពីកម្មវិធីខ្ញុំគិតអំពីខ្ទង់ចំណាយនៅពេលដែលនិយាយពីកម្មវិធីខ្ញុំគិតថាអញ្ចឹងបងប្អូនមួយចំនួនដែលគាត់គិតថាអូយកម្មវិធីនឹងគិតអំពីការចំណាយប៉ុន្តែខ្ញុំចែកចាយបទពិសោធន៍ខ្ញុំចាយើងអត់ត្រូវចំណាយច្រើនពេករហូតដល់នេះពេលខ្លះអារម្មណ៍សម្រាប់ខ្ញុំក្នុងការដែលជួយឲ្យខ្លួនឯងមានអារម្មណ៍ថាល្អប្រសើរឡើងវិញពេលខ្លះយើងមានគ្រួសារដូចយើងមានបងប្អូនឬក៏នៅឆ្ងាយពីឪពុកម្ដាយឬក៏មានមីងមាពូមីងអីនៅចិត្តហ្នឹងចាគ្រួសារខ្ញុំចូលចិត្តទៅផ្ទះអ្នកណាឬក៏ហៅគេមកញ៉ាំបាយអញ្ចឹងគ្រាន់តែជាការញ៉ាំបាយចាវាអត់ចំណាយច្រើនរហូតដល់ថាយើងអត់មានលទ្ធភាពដើម្បីធ្វើវាអញ្ចឹងក៏នៅពេលដែលយើងបានញ៉ាំបាយជុំគ្នាទៅចែកពីនេះពីនោះបង្កើននៅអារម្មណ៍រីករាយដូចមានភាពសំណើចក្អាកក្អាយនៅក្នុងហ្នឹងវាចាប់ដើមឲ្យយើងចាប់ដើមមានកម្លាំងត្រឡប់មកវិញចានេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ចាអរគុណបានចែករំលែកយើងចង់មានកម្មវិធីមិនមែនតតែកម្មវិធីធំដាក់តុក10 20 30 50តុកទេប៉ុន្តែអានទីតូចដែលយើងគេហៅឈៀអាប់ជាមួយគ្នាចាចូលរួមអបអរសាទរជាមួយគ្នាអានទីហ្នឹងពេលខ្លះយើងធ្វើសម្រាប់ខ្លួនឯងដែរឧទាហរណ៍យើងខំប្រឹងធ្វើការខ្លាំងអីចឹងទៅមើលសប្តាហ៍ហ្នឹងឬក៏មួយខែហ្នឹងអញ្ចឹងយើងឲ្យកាដូខ្លួនឯងតិចតួចអញ្ញាតឲ្យខ្លួនឯងសម្រាកឬទិញអីតិចតួចឲ្យរង្វាន់ខ្លួនឯងអញ្ចឹងអានទីដែលយើងបង្កើតនៅភាពវិជ្ជមានព្រឹត្តិការណ៍វិជ្ជមាននៅគំនិតអវិជ្ជមានឬក៏អាកម្មវិធីតិចវិជ្ជមានហ្នឹងវាជួយឲ្យយើងចាយើងសម័យបើសិនជាយើងមាននៅរូបភាពទាំងអស់ហ្នឹងច្រើនអញ្ចឹងពេលដែលយើងជួបនៅទុក្ខលំបាកឬអីតិចតួចខ្ញុំមានអាហ្នឹងជួយទប់យើងណាចាអរគុណច្រើនអញ្ចឹងខ្ញុំជឿថានេះគឺជាចំណុចមួយកលឹះមួយចំនួនដែលជួយឲ្យលោកអ្នកបងប្អូនអាច
សម្រួលអារម្មណ៍អ្វីដែលយើងកំពុងតែទៅចែកនេះគឺជារបៀបក្នុងការដែលយើងសម្រួលអារម្មណ៍នៅពេលដែលយើងជួបនៅស្ថានភាពតានតឹងនៅក្នុងផ្នែកអារម្មណ៍យើងមិនថាស្ថានភាពនៃអារម្មណ៍ក្រៀមក្រំអារម្មណ៍សោកសៅអារម្មណ៍តានតឹងឬក៏កំហឹងទេអញ្ចឹងប្រហែលវិធីខាងលើដែលបងបានផ្ដល់មកនេះគឺដើម្បីជួយលោកអ្នកបងប្អូននៅក្នុងការសម្រួលអារម្មណ៍ដែលយើងអាចឈប់ហើយគិតអំពីអារម្មណ៍តើខ្ញុំកំពុងតែមានអារម្មណ៍អ្វីខឹងជាកំហឹងជាការតូចចិត្តជាការសោកសៅឬក៏ជាការបាក់ទឹកចិត្តហើយបន្ទាប់មកយើងចាប់ផ្ដើមរកសកម្មភាពណាមួយដែលអាចជួយផ្លាស់ប្ដូរនៅអារម្មណ៍នឹងថាតើបើសិនជាសកម្មភាពមួយណាដែលអាចជួយដល់លោកអ្នកបងប្អូនក្នុងការដែលត្រឡប់មកកាន់ភាពដើមរបស់យើងឬក៏ការប្រសើរឡើងវិញកំហឹងប្រហែលជាយើងជួបនៅកំហឹងយើងឈប់មួយផ្លែតយើងទៅញ៉ាំទឹកយើងទៅលុបមុខយើងទៅលាងដៃរបស់យើងហើយឬក៏ចេញទៅខាងក្រៅបន្ទប់ឬក៏ខាងក្រៅផ្ទះក៏លេចមើលទៅធម្មជាតិក៏លេចមើលទៅបរិយាកាសជុំវិញខ្លួនអាចវាជួយសម្រួលអញ្ចឹងនេះគឺជារបៀបក្នុងការដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំអាចសម្រួលអារម្មណ៍ឬក៏នៅពេលដែលយើងជួបនឹងការធ្លាក់ទឹកចិត្តខ្លាំងដូចបងបានលើកឡើងការរៀបចំកម្មវិធីនោះមិនមែនមានន័យថារហូតដល់រៀបបើមានលទ្ធភាពល្អចាប៉ុន្តែបើសិនជានៅក្នុងលទ្ធភាពមួយដែលលោកអ្នកបងប្អូននៅមានកម្រិតយើងអាចជួបជុំញ៉ាំបាយអញ្ជើញមិត្តភ័ក្តិណាមួយប្រហែលជាតែមួយគ្រួសារឬក៏ពីរគ្រួសារឬក៏ម្នាក់ឬក៏ពីរនាក់មកទៅចែកគ្នាសំណើចការក្អាយលេងនៅហ្គេមកំសាន្តណាមួយដើម្បីជួយយើងដែរចាតាមមានវិធីបន្ថែមទៀតទេក្នុងការដែលអាចជួយនៅការផ្នែកនៅការសម្រួលអារម្មណ៍របស់យើងចាមាន3ចំណុចទៀតយើងទៅខ្លីៗអញ្ចឹងមួយទៀតតកតងទៅនឹងការដោះស្រាយបញ្ហាជំនាញក្នុងការដោះស្រាយបញ្ហាចង់និយាយថាយើងចេះវិធីសាស្ត្រសម្រួលអារម្មណ៍យើងប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនយើងអត់ចេះជំនាញដោះស្រាយបញ្ហាចង់និយាយថាបញ្ហាចិត្តមកហើយសម្រួលអារម្មណ៍មិនក៏ទប់អត់ឈ្នះដែរអញ្ចឹងណាអញ្ចឹងការដែលយើងចេះនៅជំនាញដោះស្រាយបញ្ហាជួយយើងដែរជួយឲ្យយើងអាចសម្រួលនៅអារម្មណ៍របស់យើងបានល្អប្រសើរដែរអញ្ចឹងការដែលយើងចេះយល់ចាប់ផ្ដើមយល់និងស្គាល់អីគេជាបញ្ហារបស់យើងហើយតើបញ្ហាហ្នឹងមានដំណោះស្រាយអីគេខ្លះមានជំរឿអីខ្លះយើងបង្កើតជំរឿ1 2 3 4មកហើយយើងមើលតើជំរឿមួយណាដែលវាត្រូវវាសមនៅក្នុងស្ថានភាពរបស់យើងអញ្ចឹងបន្ទាប់មកយើងជ្រើសរើសយកជំរឿដែលយើងមើលឃើញថាវាល្អសម្រាប់យើងយកទៅអនុវត្តចាហើយយើងនឹងចាំពិនិត្យវាស់វែងទៅតាមក្រោយទៀតអញ្ចឹងការដែលយើងចេះដោះស្រាយបញ្ហាជួយយើងសម្រួលនៅអារម្មណ៍របស់យើងព្រោះបើសិនយើងអត់ចេះដោះស្រាយបញ្ហាទេឧទាហរណ៍យើងកំពុងតែតានតឹងស្រាប់ហើយយើងមិនទៅដោះស្រាយទៅបន្ថែមបញ្ហាមកលើខ្លួនឯងទៀតអញ្ចឹងបញ្ហាកាន់តែច្រើនយើងសម្រួលមិនក៏វាពិបាកដែរអញ្ចឹងតើតែចេះសម្រួលសម្រួលអត់អស់ទេអញ្ចឹងយើងត្រូវចេះនៅការដោះស្រាយបញ្ហាដែរហើយបន្ទាប់ពីហ្នឹងមកមាននៅពាក្យមួយទៀតដែលគេនិយាយបើអក្សរកាត់នៅក្នុងអង់គ្លេសគេឲ្យពាក្យថា please អញ្ចឹង please ហ្នឹង PL មកពីពាក្យ treat physical illness មានន័យថាព្យាបាលនៅផ្នែករាងកាយព្រោះរាងកាយតាក់ទងជាមួយអារម្មណ៍ក៏អត់ស្រួលដែរបើសិនរាងកាយអត់ស្រួលពេចធ្លាប់អត់ពេលដែលយើងអត់ស្រួលខ្លួនណាឆាប់មួម៉ាគេយើងស្រួលឬក៏អីប៉ះតែបន្តិចមានអារម្មណ៍ថាឆាប់ប៉ះប៉ុន្តែបើយើងសុខភាពល្អអត់ស្រួលអត់អីទេអត់ស្អីទេត្រូវអត់ខ្ញុំដូចគ្នាមិនតែឈឺទេតែពេលឃ្លានបាយក៏អារម្មណ៍ឆាប់មកហ្នឹងហើយលឺពាក្យថា hungry ធម្មតាយើង hungry ប៉ុន្តែ hungry មកពីយើង hell យើងខឹងចូលគ្នាគេឲ្យពាក្យមួយថា hungry អញ្ចឹងមានន័យថាបើសិនបងប្អូនឈឺឬអត់ស្រួលខ្លួនអីលើកទឹកចិត្តទទួលការព្យាបាលព្រោះអីបើសិនរាងកាយយើងឈឺហើយយើងខំសម្រួលអារម្មណ៍មិនក៏វាពិបាកដែរអញ្ចឹងតើតែយើងទៅព្យាបាលគ្រូពេទ្យជំនាញខាងរាងកាយសិនទី2តកតងនឹងពាក្យ balance eating មានន័យថាតុល្យភាពនៃការញ៉ាំអាហារយើងធ្លាប់ជជែកគ្នាឲ្យថាអាហារវាសំខាន់អញ្ចឹងសូមឲ្យបងប្អូនបានយកចិត្តទុកដាក់ទៅលើអាហារដែលបងប្អូនញ៉ាំចាឲ្យមានតុល្យភាពត្រីសាច់បន្លែផ្លែឈើហើយហូបទឹកឲ្យបានគ្រប់គ្រាន់អាហ្នឹងក៏ជួយដែរព្រោះសុខភាពល្អធ្វើឲ្យយើងមានគេហៅសមត្ថភាពក្នុងការដែលយើងទៅគ្រប់គ្រងឬក៏សម្រួលអារម្មណ៍របស់យើងបានល្អដែរហើយពាក្យមួយទៀតគឺតាក់ទងត្រង់ការជៀសវាងការប្រើប្រាស់នៅថ្នាំឬក៏ប្រើប្រាស់នៅគ្រឿងស្រវឹងឬក៏ប្រើប្រាស់អីមួយដើម្បីគេហៅថាយើងគេថាចង់ឲ្យកុំឲ្យយើង
ភ័យឬអីយើងទៅប្រើថ្នាំឬក៏យើងប្រើប្រាស់គ្រឿងស្រវឹងអាហ្នឹងវាជួយយើងដែរជួយតែមួយផ្លែតហ្នឹងឯងពីក្រោយវាអត់ជួយយើងទេអញ្ចឹងយើងជៀសវាងប្រើប្រាស់នៅថ្នាំទាំងអស់ហ្នឹងហើយមួយទៀតតកតងនឹងការគេងសំខាន់ណាស់ព្រោះបើសិនជាយើងគេងអត់គ្រប់គ្រាន់ទេយើងនឹងឆាប់មួម៉ៅយើងនឹងឆាប់ឆាប់ប៉ះហើយអញ្ចឹងការគេង6ទៅ7 8ម៉ោងហ្នឹងគឺសំខាន់មែនតើនិយាយពីគុណភាពនៃការគេងមិនគ្រាន់តែគេងទេប៉ុន្តែគេងលក់ស្កប់ស្កល់មានកម្លាំងហើយមួយទៀតគឺតកតងនឹងការធ្វើលំហាត់ប្រាណដែលយើងបានជជែកគ្នាហ្នឹងព្រោះលំហាត់ប្រាណជួយទាំងរាងកាយជួយទាំងផ្នែកអារម្មណ៍របស់យើងហើយជួយទាំងផ្នែកការគិតរបស់យើងដែរអញ្ចឹងទាំងអស់ហ្នឹងគឺវាសំខាន់ក្នុងការដែលយើងចូលរួមចំណែកជួយសម្រួលអារម្មណ៍នៅពេលណាដែលរាងកាយរបស់យើងមានសុខភាពល្អចាអរគុណច្រើនដូច្នេះខ្ញុំជឿថានេះគឺជាគន្លឹះមួយដែលពេលខ្លះយើងមានអារម្មណ៍តានតឹងឬក៏មិនសនុកសុខស្រួលនៅក្នុងផ្លូវអារម្មណ៍យើងព្រោះរាងកាយរបស់យើងឈឺអញ្ចឹងពេលខ្លះយើងផ្ដោតតែលើថាព្យាបាលអារម្មណ៍ខាងផ្លូវចិត្តរបស់យើងក៏ប៉ុន្តែយើងភ្លេចថាពេលខ្លះយើងឈឺដៃឈឺជើងឈឺក្បាលតែព្រោះតែញ៉ាំទឹកអត់គ្របឬក៏ញ៉ាំអាហារមិនត្រឹមត្រូវឬក៏គេងមិនបានគ្រប់គ្រាន់អញ្ចឹងយើងត្រឡប់មកកាន់ការព្យាបាលខាងរាងកាយតែក៏វាជួយខាងផ្លូវចិត្តអញ្ចឹងបញ្ហាខាងសុខភាពផ្លូវចិត្តហើយនិងសុខភាពរាងកាយគឺវាមានទំនាក់ទំនងរហូតតតែយើងមាននៅភាពស្មើគ្នាតុល្យភាពនៃសុខភាពផ្លូវចិត្តហើយនិងសុខភាពរាងកាយដែរអញ្ចឹងតើចំណុចចុងក្រោយតើជាអ្វីទៅចាបងចំណុចចុងក្រោយគឺតកតងនឹងគំនិតមិនយើងនិយាយពីរាងកាយអារម្មណ៍គំនិតការគិតរបស់យើងក៏ជាចំណែកមួយធំនៅក្នុងការសម្រួលអារម្មណ៍យើងដែរព្រោះអីចង់និយាយថាអត់ទៅណាទេ3ហ្នឹងទាំងរាងកាយអារម្មណ៍ចិត្តគំនិតយើងវានៅជាមួយគ្នាអញ្ចឹងតកតងនឹងគំនិតព្រោះគំនិតរបស់យើងវាមានពេលខ្លះមានទាំងគំនិតវិជ្ជមាននិងគំនិតអវិជ្ជមានត្រូវអត់យើងចង់មិនចង់យើងនឹងមានហើយគ្រាន់ថាមានតិចឬច្រើនឬក៏យើងធ្វើម៉េចនៅពេលដែលយើងមានអារម្មណ៍អវិជ្ជមានអញ្ចឹងការដែលយើងចេះកំណត់សម្គាល់ចេះមើលថាខ្ញុំកំពុងគិតអីគេអារម្មណ៍គំនិតហ្នឹងវាមិនដែរវា realistic អត់គំនិតហ្នឹងវាអញ្ចឹងមែនអត់ឬក៏គ្រាន់តែជាអីដែលខ្ញុំគិតទេឬក៏គ្រាន់អីជាខ្ញុំគិតតែខ្លួនឯងទេអញ្ចឹងឲ្យយើងចេះមើលថាតើយើងកំពុងតែមានគំនិតអីគេវិជ្ជមានឬក៏អវិជ្ជមានហើយបន្ទាប់មកយើងអាចរកនៅភស្តុតាងថាភស្តុតាងដែលបង្ហាញថាគំនិតហ្នឹងវាអញ្ចឹងយើងរកភស្តុតាងគេហៅភស្តុតាងស្របភស្តុតាងប្រឆាំងបន្ទាប់មកយើងមើលថាអញ្ចឹងភស្តុតាងមួយណាដែលវាមើលទៅវាជាក់លាក់ជាងវាមានវាសមហេតុផលជាងអញ្ចឹងបន្ទាប់មកយើងថាអូខេអញ្ចឹងខ្ញុំមើលឃើញថាភស្តុតាងនេះបង្ហាញថាគំនិតនេះជាគំនិតមួយដែលល្អជាងគំនិតមួយនោះអញ្ចឹងណាអញ្ចឹងការដែលយើងចេះយល់ចេះមើលពីគំនិតរបស់យើងហើយចេះផ្លាស់ប្ដូរគំនិតអវិជ្ជមានមកវិជ្ជមានគឺជួយដល់អារម្មណ៍យើងដែរព្រោះគំនិតរបស់យើងវាចង់និយាយថាវាតាក់ទងជាមួយនឹងអារម្មណ៍របស់យើងវាតាក់ទងជាមួយរាងកាយរបស់យើងអញ្ចឹងសំខាន់នៅពេលដែលយើងចេះកត់សម្គាល់ថាតើយើងកំពុងតែមានគំនិតអីបើសិនយើងខឹងតើយើងកំពុងគិតអីព្រោះវាតាក់ទងគ្នាហើយតើអីដែលយើងគិតហ្នឹងវាអញ្ចឹងមែនអត់វាអញ្ចឹងមែនអត់ចឹងណាវាកាប់ពិតអត់ហើយបើអត់ពិតទេតើយើងធ្វើម៉េចយើងជំនួសនៅគំនិតដែលវិជ្ជមានចូលមកវិញដើម្បីជួយឲ្យគំនិតរបស់យើងមកនៅក្នុងគំនិតមួយដែលវិជ្ជមានហើយជួយឲ្យអារម្មណ៍យើងអាចល្អប្រសើរវិញចាអរគុណច្រើនខ្ញុំជឿថានេះគឺជាគន្លឹះនិងរបៀបមួយចំនួនដែលជួយទៅដល់លោកអ្នកបងប្អូននៅក្នុងការដែលកាត់បន្ថយនៅគ្រោះថ្នាក់នៅពេលដែលយើងមាននៅអារម្មណ៍តានតឹងកំហឹងឬក៏មិនសនុកសុខស្រួលនៅក្នុងផ្នែកណាមួយនៅផ្នែកអារម្មណ៍វានឹងជួយទៅដល់លោកអ្នកបងប្អូននៅក្នុងការស្ថានភាពការដែលយើងអាចជួយសម្រួលអារម្មណ៍របស់យើងមុនពេលដែលយើងឈានទៅដល់ស្ថានភាពសុខភាពផ្លូវចិត្តរបស់យើងរហូតដល់ធ្ងន់ធ្ងរគឺនៅពេលដែលលោកអ្នកបងប្អូនអាចចេះបែងចែកអារម្មណ៍ស្គាល់អារម្មណ៍ខ្លួនឯងចាប់ដើមចេះរកនៅវិធីឬក៏ដំណោះស្រាយដើម្បីជួយឲ្យយើងអាចប្រសើរឡើងបានអញ្ចឹងលោកអ្នកបងប្អូនមិនត្រូវការថ្នាំពេទ្យទេលោកអ្នកបងប្អូនអាចជួយខ្លួនឯងបាននៅកន្លឹះសាមញ្ញជីវិតប្រចាំថ្ងៃសកម្មភាពប្រចាំថ្ងៃរបស់យើងមួយចំនួននឹងជួយគ្រប់គ្រងទៅដល់សុខភាពផ្លូវចិត្តរបស់លោកអ្នកបងប្អូនដែរតើបងមានដំបូន្មានឬក៏ការផ្ដាំផ្ញើទៅដល់បងប្អូនយើងដែលកំពុងតែទស្សនាចាសូមអញ្ជើញចាអរគុណច្រើនហ្នឹងហើយអញ្ចឹង
យើងបានចែកច្រើនហើយមានវិធីសាស្ត្រច្រើនក្នុងការដែលយើងជួយខ្លួនឯងហើយមិនមានន័យថាយើងស្ដាប់ប៉ុណ្ណឹងរៀនប៉ុណ្ណឹងយើងត្រូវតែចេះហ្មងទេអត់អីទេបើសិនជាបងប្អូនអនុវត្តតិចតិចហើយចាប់ផ្ដើមពីបន្តិចបន្តិចទៅចាហើយនឹងឯជំនាញនេះវាទាមទារឲ្យយើងអនុវត្តហើយជាជំនាញមួយដែលយើងរៀននិងអនុវត្តធ្វើវារាល់ថ្ងៃដើម្បីយើងកាន់តែមានជំនាញណាចាហើយលើកយើងឃើញថាព្រះអង្គខ្វល់អំពីអារម្មណ៍របស់យើងចាព្រះអង្គខ្វល់ហើយព្រះអង្គទទួលយកនៅគ្រប់អារម្មណ៍ដែលយើងមានអញ្ចឹងយើងអាចចូលទៅរកព្រះអង្គហើយព្រះអង្គឲ្យយើងមាននៅអំណាចក្នុងការដែលយើងមានសមត្ថភាពគ្រប់គ្រងនៅអារម្មណ៍របស់យើងបានដែរអញ្ចឹងចាបងប្អូនដែលទៅតែលឺក៏ទៅតែចេះនៅជំនាញខ្លះអត់អីទេចាបន្តរៀនថែមទៀតបន្តអនុវត្តខ្ញុំជាក់ស្ដែងក៏នៅតែបន្តអនុវត្តរៀនសូត្រពីទាំងអស់ហ្នឹងដែរហើយព្រះអង្គនឹងជួយយើងឲ្យយើងកាន់តែមាននៅផ្នែកអារម្មណ៍ដែលមានផាសុកភាពផ្នែករាងកាយផ្នែកគំនិតព្រលឹងវិញ្ញាណហើយទំនាក់ទំនងយើងមានផាសុកភាពដែរអរគុណបងអរគុណសម្រាប់ពេលវេលាដ៏មានតម្លៃក្នុងការដែលចែករំលែកទៅដល់បងប្អូនហើយខ្ញុំតាមពិតគ្រប់ពេលដែលសម្ភារខ្ញុំតែងតែរៀនខ្លួនឯងបានអញ្ចឹងខ្ញុំលើកទឹកចិត្តទៅដល់លោកអ្នកបងប្អូនថាប្រហែលជាចំណាយពេលប្រហែលជា30នាទីនៅក្នុងការស្ដាប់ការទស្សនាប៉ុន្តែវានឹងផ្ដល់នូវផលចំណេញយ៉ាងច្រើនទៅដល់សុខភាពរាងកាយរបស់លោកអ្នកបងប្អូនមិនត្រឹមតែជួយខ្លួនឯងតែលោកអ្នកបងប្អូនអាចយកនៅបទពិសោធន៍និងចំណេះដឹងមួយនេះជួយទៅដល់ក្រុមគ្រួសារទៅដល់សហគមន៍របស់យើងនិងសង្គមជាតិយើងទាំងមូលផងដែរអរគុណច្រើនសូមបន្តធ្វើការចែករំលែកនៅវីដេអូរបស់យើងហើយប្រសិនបើលោកអ្នកបងប្អូនមាននៅការទទួលបាននៅការលើកទឹកចិត្តឬក៏លោកអ្នកបងប្អូនមានសំណួរឬក៏ចម្ងល់លោកអ្នកបងប្អូនអាចទម្លាក់នៅក្នុង comment បានហើយក្រុមការងាររបស់យើងប្រសិនបើជាការលើកទឹកចិត្តយើងចង់ចូលរួមអបអរសាទរជាមួយលោកអ្នកបងប្អូនហើយប្រសិនបើជាយោបល់ឬក៏ចម្ងល់យើងនឹងព្យាយាមឆ្លើយតបទៅដល់លោកអ្នកបងប្អូនវិញដែរសូមព្រះជាម្ចាស់បានប្រទានពរយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាអរគុណ